សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពី loan service ដំបូងឡើយគឺយើងចូលទៅលើ menu loan បន្ទាប់មកយើងធ្វើការ click ទៅលើ client information ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់ client information ហើយបន្ទាប់មកយើងធ្វើការជ្រើសរើសអតិថិជនមួយណាដើម្បីយើងចូលទៅកាន់កម្ចីរបស់គាត់បន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង action ដែលនៅខាងស្នាមដៃបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង loan ដែលនៅខាងក្រោមបន្ទាប់មកយើងធ្វើការជ្រើសរើសកម្ចីណាមួយដែលយើងចង់បញ្ចូល loan service ឲ្យគាត់បន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង action ដែលនៅខាងឆ្វេងដៃបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង loan service នេះគឺយើងធ្វើការ click ទៅលើសុំទោសយើងធ្វើការបញ្ចូលព័ត៌មានទៅលើ loan service នេះគឺយើងធ្វើការជ្រើសរើស service ដែលយើងទទួលបន្ទាប់មកធ្វើការជ្រើសរើសឈ្មោះ CEO ដែលអ្នកធ្វើការសុំទោសដែលអ្នកធ្វើ service បន្ទាប់មកជ្រើសរើសថ្ងៃខែដែលចុះចោលហើយបន្តមកទៀតធ្វើការចុះ description របស់ loan service បន្ទាប់មកយើងធ្វើការ add service click ទៅលើប៊ូតុង add service ឥឡូវនេះគឺយើងបានធ្វើការ add loan service រួចរាល់ហើយទៅយើងចូលទៅកាន់សំទោសយើងចូលទៅកាន់កម្ចីអំបញ្ញមិញហើយ click ទៅលើប៊ូតុង action បន្ទាប់មកយើង click ទៅលើប៊ូតុង loan service នេះអំបញ្ញមិញនេះគឺយើងបានធ្វើការចុះចូល loan service ខ្ញុំសូមបញ្ជាក់បន្តិចនៅត្រង់ loan service នេះគឺ loan service នេះគឺបានន័យថាគឺយើងធ្វើទៅគឺបានន័យថាគឺយើងបន្ថែម service ពីលើកម្ចី